បច្ចុប្បន្ននេះនាងខ្ញុំបានបញ្ចប់ការសិក្សាឆ្នាំទី1បានដោយជោគជ័យជំរាបសួរនាងខ្ញុំឈ្មោះវណ្ណាដានីកាជានិស្សិតឆ្នាំទី2ឆមាសទី1ដែលកំពុងសិក្សាទៅលើមុខជំនាញ IT នៅឯសាកលវិទ្យាល័យបាធាអន្តរជាតិចំពោះមូលហេតុដែលខ្ញុំជ្រើសរើសយកការសិក្សាទៅលើមុខជំនាញ IT នៅឯសាកលវិទ្យាល័យបាធាអន្តរជាតិនេះគឺថានៅពេលដែលប្រឡងបាក់ឌុបចប់ភ្លាមមុនពេលដែលចុះឈ្មោះខ្ញុំបានមកសាកសួរព័ត៌មានហើយបានដើរមើលបរិយាកាសនៅក្នុងសាកលវិទ្យាល័យបាធាអន្តរជាតិខ្ញុំឃើញថាសាលាគាត់បានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ឲ្យសិស្សានុសិស្សងាយស្រួលក្នុងការសិក្សាព្រមទាំងអនុវត្តថែមទៀតផងក្រៅពីការបំពាក់នូវឧបករណ៍ទំនើបៗសាកលវិទ្យាល័យបាធាអន្តរជាតិក៏បានផ្ដល់ជូននូវអាហារូបករណ៍ពី 20% ទៅដល់ 50% រួមទាំងថ្នាក់បំផុសភាសាអង់គ្លេសនិងថ្នាក់បំផុសកុំព្យូទ័ររយៈពេល1ឆ្នាំពេញថែមទៀតផងបច្ចុប្បន្ននេះនាងខ្ញុំបានបញ្ចប់ការសិក្សាឆ្នាំទី1បានដោយជោគជ័យដោយនៅក្នុងរយៈពេល1ឆ្នាំនេះនាងខ្ញុំបានទទួលបាននូវបទពិសោធន៍ព្រមទាំងចំណេះដឹងជាច្រើនដូចជាការចុះហ្វឹកហាត់ការងារឬមួយក៏យើងហៅថា practical training ទៅតាមបណ្ដាក្រុមហ៊ុននានាដែលជាដៃគូសហការរបស់សាកលវិទ្យាល័យបាធារួមទាំងក្រសួងនានាដូចចឹងចំពោះបងប្អូនដែលគាត់មានចំណាប់អារម្មណ៍ចង់សិក្សាទៅលើមុខជំនាញ IT ឬក៏គាត់ចង់ចាប់ជំនាញសិក្សាចាប់ពីឆ្នាំទី1ទៅតែម្ដងកុំភ្លេចមកសាកសួរព័ត៌មាននិងចុះឈ្មោះសិក្សានៅឯសាកលវិទ្យាល័យបាធាអន្តរជាតិ LT International University, the future of global leaders.